តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សភាគច្រើនមានអារម្មណ៍ថាពួកគេមិនមែនជាម្ចាស់ជីវិតពិតប្រាកដតាំងពីទូចមកពិភពលោកប្រាប់អ្នកពីរបៀបដើររបៀបគិតឪពុកម្ដាយមានការរំពឹងទុកលើអ្នកសាលារៀនកំណត់វិញ្ញាបនបត្រឲ្យអ្នកសង្គមនិងជំនឿផ្សេងៗគឺចង់កំណត់ផ្លូវឲ្យអ្នកដើរតាមគន្លងដែលគេគូសទុកវាហាក់ដូចជាអ្នកកំពុងដើរក្នុងរឿងមួយដែលអ្នកមិនមែនជាអ្នកសរសេរអត្ថបទប៉ុន្តែតារាចម្រៀង Carrie Ann Moss បានផ្ដល់នូវការដាស់ស្មារតីមួយដ៏មានអំណាចថានៅចំណុចណាមួយបើអ្នកមានសំណាងអ្នកដឹងខ្លួនថាអ្នកអាចសម្រេចចិត្តដោយខ្លួនឯងបានគ្មាននរណាកំណត់ច្បាប់ឲ្យអ្នកក្រៅពីខ្លួនអ្នកឡើយអ្នកគឺជាអ្នករចនាជីវិតរបស់អ្នកផ្ទាល់ការដឹងខ្លួននេះជាជំហានដំបូងនៃសេរីភាពការរស់នៅតាមក្របខ័ណ្ឌអ្នកដទៃវាងាយស្រួលព្រោះវាមិនសូវមានហានិភ័យប៉ុន្តែវាធ្វើឲ្យអ្នកបាត់បង់អត្តសញ្ញាណសូមពិចារណាលើចំណុចសំខាន់ទាំងនេះការក្លាហានក្នុងការបដិសេធមិនមែនគ្រប់យោបល់របស់អ្នកដទៃសុទ្ធតែជាការពិតសម្រាប់អ្នកទេអ្នកត្រូវមានភាពក្លាហានក្នុងការនិយាយថាមិនមែនទេអ្នកត្រូវមានភាពក្លាហានក្នុងការនិយាយថាមិនមែនទេទៅលើអ្វីដែលអ្នកមិនស្របនឹងគោលគំនិតរបស់អ្នកការទទួលខុសត្រូវលើជម្រើសនៅពេលអ្នកឈប់បន្ទោសឪពុកម្ដាយឈប់បន្ទោសសង្គមឬស្ថានភាពសេដ្ឋកិច្ចនោះហើយគឺជាពេលដែលអ្នកចាប់ផ្ដើមមានអំណាចពិតប្រាកដជោគជ័យមិនមែនជាទីបញ្ចប់ហើយបរាជ័យក៏មិនមែនជារឿងដែលធ្វើឲ្យយើងស្លាប់បាត់បង់ដែរអ្វីដែលសំខាន់បំផុតគឺភាពក្លាហានក្នុងការបន្តដំណើរទៅមុខផ្នត់គំនិតនៃការរចនាជីវិតមិនមែនមានន័យថាអ្នកនឹងមិនជួបឧបសគ្គនោះទេសូម្បីតែElon Muskក៏ធ្លាប់មានឱកាសជោគជ័យតិចជាង 10% ក្នុងគម្រោងខ្លះដែរប៉ុន្តែដោយសារគាត់យល់ថាវាសំខាន់គ្រប់គ្រាន់គាត់ក៏សម្រេចចិត្តធ្វើវាទោះបីជាឱកាសមិនស្ថិតនៅខាងគាត់ក៏ដោយឥឡូវនេះខ្ញុំចង់សួរអ្នកវិញថាតើគោលដៅរបស់អ្នកសំខាន់គ្រប់គ្រាន់ហើយឬនៅការរចនាជីវិតគឺដូចជាការដាំដើមឈើមួយដើមអញ្ចឹងវាត្រូវការពេលវេលាត្រូវការថែទាំហើយជួនកាលយើងត្រូវជួបនឹងអាកាសធាតុមិនល្អប៉ុន្តែនៅពេលដែលវាធំធាត់វានឹងផ្ដល់នូវម្លប់និងផ្លែផ្កាដែលអ្នកជាអ្នកកំណត់ប្រភេទរបស់វាដោយខ្លួនឯងថ្ងៃនេះខ្ញុំសូមអញ្ជើញអ្នកឲ្យចាប់ផ្ដើមសរសេរទំព័រថ្មីមួយឈប់រងចាំការអនុញ្ញាតពីអ្នកដទៃកុំខ្លាចក្នុងការបរាជ័យព្រោះបរាជ័យគ្រាន់តែជាមេរៀនថ្លៃមួយប៉ុណ្ណោះសំខាន់បំផុតគឺតើអ្នកមានភាពក្លាហានក្នុងការបន្តដើរទៅមុខដែរឬទេប្រសិនបើអ្នកយល់ស្របថាជីវិតនេះគឺជាផ្ទាំងក្រណាត់ហើយអ្នកគឺជាអ្នកកាន់ជក់គូសូមប្រាជ្ញាជាមួយខ្លួនឯងនៅថ្ងៃនេះថាខ្ញុំនឹងរស់នៅតាមរបៀបដែលខ្ញុំជ្រើសរើសសូមចុច like share វីដេអូនេះទៅកាន់មិត្តភ័ក្តិដែលអ្នកគិតថាពួកគេត្រូវការកម្លាំងចិត្តដើម្បីកំណត់ជីវិតខ្លួនឯងឡើងវិញសូមអរគុណ